របៀបធ្វើទឹកត្រីផ្អែមស្រូបជាមួយនឹងបាញ់ហ៊យឬក៏ត្រីអាំងនិងត្រីផ្ដោបានវិធីងាយៗបងប្អូនអាចយកទៅធ្វើញ៉ាំបានបងប្អូនមិនផ្អែមពេកហើយក៏មិនប្រៃពេកដែរហើយទុកបានយូរទៀតរសជាតិឈ្ងុយបងប្អូនអាចធ្វើតាមវិធីនាងខ្ញុំបានជាដំបូងនាងខ្ញុំធ្វើការចាត់ជាមួយនឹងក្រូចឆ្មាចំនួន3ផ្លែនិងខ្ទឹមសយើងហ្នឹងដាក់4-5កំពឹសស្រេចតែបងប្អូនចូលចិត្តឬអត់ចូលចិត្តដាក់កាន់តែច្រើនគឺកាន់តែឈ្ងុយបងប្អូនធ្វើការចិញ្ច្រាំឲ្យម៉ត់ដូចនាងខ្ញុំអញ្ចឹងមកដើម្បីដាក់ក្នុងទឹកយើងឲ្យល្អពុកម៉ែបងប្អូនបន្ទាប់មកទៀតនាងខ្ញុំមានជាមួយនឹងម្ទេសដើមខ្លួនឯងគឺគេហៅថាម្ទេសអាចសត្វហ្នឹងពុកម៉ែបងប្អូនធម្មជាតិពិតអត់មានគីមីទេបងប្អូនអាចដាក់ម្ទេសក្រហមក៏បានដែរម្ទេសនៅផ្សារបើមានដូចនាងខ្ញុំហ្នឹងក៏បានដែរពុកម៉ែបងប្អូនយើងបេះដាក់មកញ៉ាំដោយទំនុកចិត្តចំណែកបន្លែបន្ទាប់នាងខ្ញុំមានទឹកសក់សាឡាត់ហើយនឹងខ្ចីអំបងខ្ចីជាភ្លៅពុកម៉ែបងប្អូនចង់បន្ទាប់ជាមួយអីក៏បានដែរចំណែកម្ទេសនាងខ្ញុំហាន់រាងធំបន្តិចដោយសារតែម្ទេសនេះវារាងហឹរដែរបងប្អូនចង់ញ៉ាំម្ដងមួយក៏បានដែរសម្រាប់បងប្អូនដែលចេះបងប្អូនអត់ចេះហឹរទេអត់ដាក់ក៏បានដែរនេះក្រូចឆ្មានឹងខ្ញុំច្បាច់ក្រូចឆ្មានឹងយកទៅទឹកបន្ទាប់មកទៀតនាងខ្ញុំធ្វើការដាក់ឆ្នាំងឲ្យក្តៅហើយចាក់ស្ករសចូលពុកម៉ែបងប្អូនមានស្ករត្នោតអាចដាក់ស្ករត្នោតបានកាន់តែឈ្ងុយឆ្ងាញ់បន្ថែមទៀតចំណែកនាងខ្ញុំអត់មានស្ករត្នោតទេដាក់ស្ករសទៅយើងរំលីងវាឲ្យឡើងក្រហមហើយចាំចាក់ទឹកចូលចំណែកភ្លើងបងប្អូនដាក់តិចបានហើយកុំឲ្យវាខ្លោចតពីយើងដាក់ភ្លើងឲ្យតិចហើយឥឡូវនេះទឹកជ្រលក់របស់នាងខ្ញុំជិតពុះហើយពុកម៉ែបងប្អូនដល់ពេលយើងចាក់ទឹកហើយយើងអាចដាក់បន្ថែមភ្លើងតិចទៀតបានណាពុកម៉ែបងប្អូនចំណែកនាងខ្ញុំដាក់ថែមទឹកត្រីប៊ីចេងហើយនឹងមើមខ្ទឹមសនាងខ្ញុំធ្វើការដាក់នៅខាងលើកុំឲ្យវាមានការធំពុកម៉ែបងប្អូនបើសិនតែយើងដាក់នៅនឹងចង្ក្រានរំងាស់ទៅវាអាចធំខ្ទឹមសច្រើនដាក់ម្ទេសជាចុងក្រោយនាងខ្ញុំធ្វើការដាក់ជាមួយនឹងសណ្តែកដីដើម្បីធ្វើឲ្យវាឈ្ងុយឆ្ងាញ់ណាពុកម៉ែបងប្អូនទឹកជ្រលក់នាងខ្ញុំមានរសជាតិផ្អែមប្រៃលិចតិចពុកម៉ែបងប្អូនផ្អែមប្រៃជូរហឹរវាស្មើគ្នាបងប្អូនលៃតាមនឹងទៅបងប្អូនចង់បានរសជាតិរាងដិតបងប្អូនដាក់ថែមទឹកត្រីរាងច្រើនតិចទៅចំណែកខ្ញុំចង់បានរសជាតិបែបប្រៃផ្អែមជូរហឹរតិចហ្នឹងគឺពេលយើងផ្ទាប់ជាមួយសាច់ឬក៏បាញ់ហ៊យចុចជាមួយត្រីទៅគឺវាត្រូវខ្ញុំធ្វើការបុកសណ្តែកដីដើម្បីដាក់នៅលើទឹកជ្រលក់របស់យើងពុកម៉ែបងប្អូនបុកកុំឲ្យម៉ត់ពេកបើពេលម៉ត់ពេកអញ្ចឹងទៅយើងអត់បានខាំជ្រប់ក៏អត់សូវឆ្ងាញ់ដែរពេលយើងដាក់សណ្តែកដីហ្នឹងដាក់ពេលទឹកជ្រលក់យើងត្រជាក់ពុកម៉ែបងប្អូនដើម្បីបង្កើនរសជាតិយើងថែមអំបិលបន្តិចឲ្យវាមានរសជាតិរាងដិតឆ្ងាញ់ជាចុងក្រោយនាងខ្ញុំធ្វើការញ៉ាំគឺវាមានរសជាតិឆ្ងាញ់មែនតើពុកម៉ែបងប្អូនសូមអរគុណវីដេអូនាងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយរងចាំទស្សនាវីដេអូក្រោយ